យន្តហោះ B-52 Straight to Fortress គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិកដែលត្រូវបានផលិតដោយ Boeing និងបានចូលបម្រើការតាំងពីឆ្នាំ1955មកទោះបីមានអាយុជិត70ឆ្នាំហើយក៏ដោយវានៅតែជាឆ្អឹងខ្នងនៃកម្លាំងទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកលក្ខណៈសំខាន់របស់ B-52 ប្រវែងតួខ្លួន 48.5 ម៉ែត្រប្រវែងស្លាប 56.4 ម៉ែត្រប្រើប្រាស់ម៉ាស៊ីន 8 គ្រឿងល្បឿនអតិបរមាប្រហែល 1000 គីឡូម៉ែត្រនៅក្នុង1ម៉ោងចម្ងាយហោះហើរជាង 14000 គីឡូម៉ែត្រដោយមិនចាំបាច់ចាក់ប្រេងបន្ថែមអាចផ្ទុកអាវុធនិងគ្រាប់បែកបានជាង31តោនអាចផ្ទុកទាំងអាវុធធម្មតានិងអាវុធនុយក្លេអ៊ែរអាមេរិកមាន B-52 ប៉ុន្មានគ្រឿងអាមេរិកមាន B-52 ចំនួន744គ្រឿងត្រូវបានផលិតចន្លោះឆ្នាំ1952ដល់ឆ្នាំ1962បច្ចុប្បន្នអាមេរិកនៅរក្សាទុកប្រើប្រាស់ប្រហែល76គ្រឿងនៃ model B-52H យន្តហោះទាំងនេះត្រូវបានគ្រោងឲ្យបន្តប្រើរហូតដល់ទសវត្សរ៍ឆ្នាំ2050ហើយអាចមានអាយុកាលជាង100ឆ្នាំគិតចាប់ពីថ្ងៃផលិតតើ B-52 ធ្លាប់ធ្លាក់ប៉ុន្មានគ្រឿងយោងតាមកំណត់ត្រាប្រវត្តិសាស្ត្រយន្តហោះ B-52 ប្រហែលពី85ទៅ90គ្រឿងបានបាត់បង់ដោយសារគ្រោះថ្នាក់ផ្សេងៗចាប់តាំងពីចូលបម្រើការងារមូលហេតុរួមមានបញ្ហាបច្ចេកទេសកំហុសអ្នកបើកបរការប៉ះទង្គិចក្នុងអាកាសធាតុអាក្រក់គ្រោះថ្នាក់ពេលវឹកហាត់តើ B-52 ធ្លាប់ត្រូវបានសត្រូវបាញ់ទម្លាក់ដែរឬទេចម្លើយគឺពិតជាធ្លាប់ត្រូវសត្រូវបាញ់ទម្លាក់នៅក្នុងអំឡុងសង្គ្រាមវៀតណាមយន្តហោះ B-52 មួយចំនួនត្រូវបានកងការពារអាកាសរបស់វៀតណាមខាងជើងបាញ់ទម្លាក់ជាពិសេសនៅក្នុងយុទ្ធនាការ Operation Linebacker 2ដែលអាមេរិកប្រើ B-52 វាយប្រហារទីក្រុងហាណូយនិងទីក្រុងហៃផុងប្រភពភាគច្រើនរបស់អាមេរិកទទួលស្គាល់ថា B-52 ប្រហែល15គ្រឿងត្រូវបានបាត់បង់ដោយសារសកម្មភាពសត្រូវនៅក្នុងសង្គ្រាមវៀតណាមហេតុអ្វី B-52 នៅតែប្រើរហូតមកដល់សព្វថ្ងៃគឺដោយសារតែវាអាចផ្ទុកអាវុធបានច្រើនអាចវាយប្រហារពីចម្ងាយឆ្ងាយខ្លាំងថ្លៃប្រតិបត្តិការទាបជាងយន្តហោះទម្លាក់គ្រាប់បែកទំនើបមួយចំនួនត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ដូចជារ៉ាដាប្រព័ន្ធទំនាក់ទំនងនិងអាវុធដោយសារតែសមត្ថភាពទាំងនេះហើយ B-52 នៅតែត្រូវបានចាត់ទុកថាជានិមិត្តរូបនៃអំណាចយោធាអាកាសរបស់សហរដ្ឋអាមេរិកទោះបីជាវាមានអាយុកាលជិត7ទសវត្សរ៍ហើយក៏ដោយ